សូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករបាទថ្ងៃនេះផងដែរខ្ញុំបាទចង់បង្ហាញពីដំណាំឈូករបស់បងប្រុសសាំងសិតដែលក៏រស់នៅខាងភូមិព្រៃកឡោងឃុំព្រៃកឡោងស្រុកពោធិ៍រៀងខេត្តព្រៃវែងបាទហើយចាត់តនឹងដំណាំឈូកនេះផងដែរគាត់ដាំដុះទៅលើផ្ទៃដី4ហិកតាបាទហើយក្នុងការជ្រើសរើសរកផលិតផលជីគឺគាត់ប្រើប្រាស់ជាមួយជីធម្មជាតិជប៉ុនសញ្ញាផែនដីបូកជី NPK សញ្ញាក្បាលសឹងបូកជីអ៊ុយរ៉េសញ្ញាក្បាលសឹងបាទហើយក្នុងការប្រើប្រាស់លើដំណាំឈូកនេះផងដែរគាត់បែងចែកជា3ដំណាក់កាលôngពូមីងបាទអញ្ចឹងដំណាក់កាលទី1ក្រោយការដាំដុះឈូកបាទដាក់កូនដាំដុះហើយគឺគាត់ប្រើប្រាស់ទៅលើផលិតផលជីធម្មជាតិជប៉ុនសញ្ញាផែនដីសុទ្ធតែម្ដងអត់លាយចូលប្រភេទជីអីផ្សេងៗចូលទេគឺគាត់ប្រើប្រាស់សុទ្ធដោយសារតែគាត់បានបញ្ជាក់មកថាការប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដីពីវគ្គដំបូងធ្វើឲ្យកញ្ចែវាដុះមកគឺអត់ងាយរលាកទេបាទអត់ងាយរលាកឬក៏រលួយកញ្ចែហ្នឹងôngពូមីងជាកសិករហើយបន្ទាប់មកគឺគាត់វគ្គ2គឺគាត់ប្រើប្រាស់ជី NPK សញ្ញាក្បាលសឹងលេខ2015បូកជាមួយជីអ៊ុយរ៉េសញ្ញាក្បាលសឹងបាទបន្ទាប់មកវគ្គ3គឺគាត់ប្រើប្រាស់បាទដូចគ្នាដែរគឺគាត់ប្រើប្រាស់ជី NPK សញ្ញាក្បាលសឹងលេខ2015លាយជាមួយជីអ៊ុយរ៉េសញ្ញាក្បាលសឹងហើយតាមអ្វីដែលគាត់បញ្ជាក់មកគឺការប្រើប្រាស់ប្រភេទជីរបស់ក្រុមហ៊ុនជប៉ុនទី1គឺដើមដងវាល្អបាទស្លឹកវាលាស្អាតហើយតាក់ទងទៅនឹងជំងឺអីក៏អត់សូវកើតមានដែរតាមតែគាត់បញ្ជាក់មកôngពូមីងហើយអ្វីដែលគាត់សង្កត់ធ្ងន់តែម្ដងនោះគឺទៅលើក្របឈូកបាទក្របឈូកអត់ងាយសដរក្របទេôngពូមីងគឺជួយកាត់បន្ថយនៃការសដរក្របឈូកអញ្ចឹងជាទូទៅកសិករដែលយើងហៅធម្មតាខ្វាក់ក្របôngពូមីងដែលក្របវាអត់ដាក់សាច់អញ្ចឹងគាត់បានបញ្ជាក់មកថាការប្រើប្រាស់របស់ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដីជីអ៊ុយរ៉េសញ្ញាក្បាលសឹងឬក៏ជី NPK សញ្ញាក្បាលសឹងហ្នឹងគឺជួយកាត់បន្ថយទៅលើក្របឈូកមែនតែនក្នុងការខ្វាក់ក្របបាទចឹងបើôngពូមីងប្រជាកសិករយើងមានតម្រូវការបាទទៅលើផលិតផលជីរបស់ក្រុមហ៊ុន Bayon Heritage Holding Group ដែលជាទូទៅកសិករយើងតែងតែហៅថាក្រុមហ៊ុនជីជប៉ុនណាចឹងôngពូមីងអាចតំណាក់តំណងតាមលេខទូរស័ព្ទខាងលើវីដេអូនេះបានបាទចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណទៅដល់ôngពូមីងប្រជាកសិករយើងទាំងអស់គ្នាបាទ